ដល់តែយកចានមកផ្លែដាក់ត្រីអាំងផ្ញើអាថ្នោតឲ្យមើលត្រីអាំងហែងតែហ៊ានស៊ីត្រីអាំងហ្នឹងដឹងថ្ងៃហ្នឹងដាច់បាយឯណាតែមានអីអាថ្នោតចេះតើវាចេះយាមត្រីអាំងឲ្យម្ចាស់ទៀតថ្ងៃហ្នឹងតែខ្ញុំចង់ញ៉ាំត្រីអាំងម្ដងព្រោះអីរដងឲ្យតែទិញត្រីមកពពងរហូតបើមកពពងក៏ស្ងោរដែរឥឡូវហ្នឹងចង់អាំងត្រីជាមួយនឹងទឹកត្រីអំបិលខ្ចីចឹងណាអូយញិចម្ទេសហិលជាតិសាហាវហ្មងសាក់សម័យមើលហើយណាមួយពេលដែលយើងអាំងត្រីចឹងណាយើងកាត់បន្ថយក្នុងការប្រើប្រាស់ខ្លាញ់ព្រោះអីពេលដែលយើងពពងប្រើខ្លាញ់ចឹងណាពេលខ្លះសុខភាពយើងអត់ល្អទេព្រោះអីយើងប្រើខ្លាញ់ច្រើនពេកចឹងពេលដែលអាំងចឹងហើយគឺវាជំនួយដែរហើយវាមានរសជាតិឆ្ងាញ់ជាងពេលដែលយើងពពងទៀតពេលហ្នឹងខ្ញុំមិនដឹងថាខ្លួនឯងហ្នឹងគិតអីទេដែលយកចានប៉ុណ្ណឹងមកដាក់ត្រីសូវតែដាក់គ្រាន់ហើយខ្ញុំមើលរឿងអាំងត្រីនេះមួយបើថាត្រីអាំងហ្នឹងគឺវាអត់ឆ្អិនសព្វទេខ្ញុំនៅផ្អៀងផ្អងមើលនឹងខ្លាចវានៅឈាមតែឈាមអីចឹងដឹងឲ្យឆ្អាបហើយខ្ញុំដឹងតែទុកវិញហើយនិយាយទៅគ្រាន់តែអាំងត្រីហ្នឹងប្រើពេលអស់ចូលកន្លះម៉ោងហើយបើត្រីហ្នឹងអត់ឆ្អិនទៀតគឺចប់និយាយហ្មងកាលពីមុនគឺខ្ញុំអត់ចូលចិត្តត្រីអាំងសោះហ្មងឲ្យថាលឺត្រីអាំងគឺខ្ញុំអត់ហ្មងតែដល់ពេលខ្ញុំទៅរៀននៅភ្នំពេញនឹកឃើញត្រីអាំងបែបស្រុកស្រែអូយយាយមែនស្រក់ទឹកមាត់ហ្មងហើយឥឡូវហ្នឹងគឺខ្ញុំមកដល់ស្រុកចឹងគឺខ្ញុំស្វាទៅទិញត្រីហ្មងទៅទិញត្រីពិសេសគឺត្រីនំដៃហ្នឹងហ្មងអូយអាំងទៅជាតិសាហាវហ្មងថ្ងៃហ្នឹងខ្ញុំអាំងត្រីមេឃសតុំតាំងពីព្រឹកមិនដឹងថាវារើភ្លៀងឬក៏មិនទេណាព្រោះអីរត់ដងឲ្យថ្ងៃឡើងចឹងមេឃក្តៅចង់បែកក្បាលហើយមេឃសតុំចឹងមិនដឹងថាវាគុំយើងតាំងពីអង្កាលហើយវាសតុំហើយដល់ពេលល្ងាចឡើងគឺវាភ្លៀងយើហ្មងទីទៅគឺចិត្តវាមើលអត់ដឹងមើលអត់ធ្លុះហ្មងដូចចិត្តមនុស្សយើងអញ្ចឹងណាចិត្តមនុស្សយើងម្ដងប្រែប្រួលបន្តិចម្ដងប្រែប្រួលចុះអញ្ចឹងណានិយាយទៅគឺចិត្តរេដូចចង់ស្រល់អញ្ចឹងណាដូចតែខ្ញុំអញ្ចឹងពេលខ្ញុំទៅផ្សារខ្ញុំចង់ទិញអីមួយអញ្ចឹងណាចិត្តចង់ទិញ 50% ចិត្តអត់ចង់ទិញហ្នឹងគឺ 70% ហើយប៉ុន្តែដល់ពេលខ្ញុំជិះទៅដល់កន្លែងហើយខ្ញុំថាខ្ញុំអត់ទិញតែដល់ពេលខ្ញុំជិះហួសបន្តិចបកមកទិញវិញអញ្ចឹងណានិយាយទៅគឺខ្ញុំពេលខ្លះខ្ញុំអត់យល់ពីខ្លួនឯងដែរមិនដឹងថាចង់ទិញអីឲ្យប្រកាសចង់ធ្វើអីឲ្យប្រកាសទេហើយឃើញមាត់ជិបជប់ចឹងណានៅក្នុងមាត់ហ្នឹងគឺស្ករគ្រាប់និយាយទៅគឺជិបជប់បានរហូតហ្មងកែមកខាងជិបជប់ហ្នឹងអូយមែនហើយស្ករគ្រាប់ហ្នឹងស្ករគ្រាប់ត្រេនមានអីខានញ៉ាំអាស្ករគ្រាប់ត្រេនហ្នឹងយូរណាតាំងពីខ្ញុំនៅតូចសំខាន់អាស្ករគ្រាប់នេះមិននៅដល់ឥឡូវទៀតនៅមានគេលក់ទៀតណាគេធ្លាប់ញ៉ាំអាស្ករគ្រាប់រសជាតិត្រេនហ្នឹងតាំងនៅតូចខ្លះចូលខមមិនម្នាក់មួយមកនិយាយបែបថាបានញ៉ាំអីចឹងណាជាតិសាហាវហ្មងណាមិនបាច់ទិញត្រេនគឺទិញអាស្ករគ្រាប់ហ្នឹងមកជំនួសដោយត្រេនថ្លៃមិនបាច់ទិញត្រេនទេទិញអាស្ករគ្រាប់ហ្នឹងទៅហើយអានេះដល់វាខ្ញុំផ្ញើថ្នោតឲ្យមើលត្រីអាំងខ្ញុំណាមើលតែវាហ៊ានស៊ីគឺវាដឹងតែដាច់បាយហ្មងថ្ងៃហ្នឹងតែអាណិតវាដែរថ្ងៃហ្នឹងវាដើរមកក្បែរតែត្រីអាំងហ្នឹងតែខ្ញុំដឹងថាវាអត់ហ៊ានស៊ីទេព្រោះអីភ្លើងកំពុងតែក្តៅតែវាលុកមាត់ទៅដឹងតែវាលីអីហើយដើរទៅរកចានហ្នឹងដំបងយកអាចានទៅប៉ាត់មូលយកមកដាក់ត្រីដាក់អត់គ្រប់ផងហ្នឹងហើយដល់ពេលឥឡូវតែរកអាចានប៉ានកពើនេះឃើញតម្រាំតារឃើញហ្នឹងត្រីចង់ខ្លោចអស់ finally ត្រីរបស់ខ្ញុំឆ្អិនទាំងអស់និយាយទៅគឺឆ្អិនសព្វហ្មងលើកត្រីដាក់លើចានហ្នឹងឃើញត្រីអូទំនងសាហាវហ្មងណាពេលដែលប្រែត្រីលើកត្រីឡើងហ្នឹងឃើញត្រីទំនងសាហាវហ្មងណាហើយត្រីអាំងនេះមួយពិសេសត្រីដៃហ្នឹងហ្មងពេលដែលវាស្រក់ខ្លាញ់ក្លិនវាភ័យឡើងឈ្ងុយហ្មងណានិយាយទៅឲ្យថាត្រីអាំងគឺឆ្ងាញ់បដ ாய் ហើយនេះជាសម្រាប់ត្រីអាំងចុងក្រោយនិយាយទៅគឺឆ្អិនហ្មងណាមានជាមួយនឹងទឹកត្រីអំបិលខ្ចីជាមួយនឹងជីសាប់មុខចឹងណា